ព្រះសម្មាសម្ពុទ្ធបើយើងនិយាយថាជាទស្សនៈវិទូដែលយើងធ្លាប់ស្គាល់នោះក៏មិនមែនដែរមិនមែនជា philosopher ដែលក្នុងលោកនោះទេយើងអាចថែមពាក្យថា supreme philosopher អញ្ចឹងទៅគឺជាកម្ពូលទស្សនៈដ៏អស្ចារ្យអញ្ចឹងក៏បានប៉ុន្តែមិនស្មើទៅទៀតពាក្យហ្នឹងពីព្រោះទស្សនៈវិទូឬក៏ទស្សនៈវិជ្ជានេះវាជារឿងនៅក្នុងโลกនេះនិយាយពាក្យដែល logical word ជាពាក្យសមហេតុផលជាពាក្យគួរទទួលយកបានអីចឹងទៅនៅក្នុងបញ្ញាជាលោកយៈគ្រប់ទស្សនៈទាំងអស់ហ្នឹងវាអត់មានទស្សនៈវិទូណាមួយជាទស្សនៈចេញចាកលោកដោយព្រះសម្មាសម្ពុទ្ធទេពីព្រោះវាអត់រួចពីខ្លួនឯងទោះបីជាវាត្រូវវាសមហេតុផលអញ្ចឹងមែនប៉ុន្តែឲ្យជាទស្សនៈមួយដែលទៅឃើញការពិតហើយឲ្យចេញអំពីសក្កាយទិដ្ឋិហ្នឹងវាអត់បាននឹងប៉ុន្តែគ្រាន់ថាយើងនិយាយចឹងទៅយើងថាដូចផ្អៀងមកពុទ្ធពេកថាអត់ទេអានឹងយើងសិក្សាមើលផងទៅយើងផ្ទាត់គ្នាទៅថាតើដំណើរទស្សនៈវិទូទាំងអស់ហ្នឹងដំណើរទៅរកអីហើយដំណើរព្រះសម្មាសម្ពុទ្ធដំណើរទៅរកអីនៅក្នុងជាទស្សនៈទូទៅសម្រាប់ជីវិតក៏ព្រះអង្គមានប៉ុន្តែអ្វីដែលគេមិនមានគឺជាធម្មចក្ខុដែលឃើញនៅសច្ចធម៌ហើយមានការឆ្លងផុតអំពីโลกនេះមានតែនឹងទាំងព្រះអង្គខ្លួនឯងក៏ព្រះអង្គទ្រង់ត្រាស់ពាក្យនឹងដែរថាមុនពេលដែលព្រះអង្គឃើញនៅសច្ចធម៌ហ្នឹងវាអត់មាននរណាឃើញអាហ្នឹងទេអាតែហ្នឹងអត់មាននរណាឃើញទេដែលព្រះអង្គប្រកាសសម្ដែងឡើងនៅធម្មចក្រកបវត្តនៈសូត្រប្រាប់ភិក្ខុទាំងឡាយថាពុពេអនុសតេសធម្មេសច្ចខំឧតបាតិញាណังឧតបាតិបញ្ញាឧតបាតិវិជាឧតបាតិអាឡោកោឧតបាតិនេះមនាលភិក្ខុទាំងឡាយចក្ខុកើតឡើងហើយញាណកើតឡើងហើយបញ្ញាកើតឡើងហើយវិជាកើតឡើងហើយពន្លឺភ្លឺស្វាងកើតឡើងហើយដល់តថាគតដែលពីដើមតថាគតមិនដែលស្ដាប់មិនដែលឮអំពីអ្នកដទេវាអត់ដែលឮអ្នកណានិយាយថាសេចក្តីទុក្ខអរិយសច្ចៈនឹងវាមានលក្ខណៈយ៉ាងម៉េចនឹងវាអត់មានអ្នកណានិយាយរឿងហ្នឹងហើយទុក្ខសមុទយសច្ចៈហេតុដែលនាំឲ្យកើតទុក្ខនឹងព្រោះតណ្ហាហ្នឹងក៏អត់មានអ្នកណាដែលនិយាយរឿងហ្នឹងទេរឿងដែលសត្វលោកកើតទុក្ខហ្នឹងមនុស្សលោកនាំគ្នាបន្ទោសតែព្រំលិខិតបន្ទោសតែព្រះដាក់តណ្ហកម្មឯណីនោះទេប៉ុន្តែធាតុពិតហ្នឹងសេចក្តីទុក្ខវាមកពីអញ្ចេះឧទាហរណ៍មួយថាកាលដែលវិទ្យាសាស្ត្រពេទ្យមិនតាន់រីកចម្រើនមនុស្សឲ្យតែចុកពោះថាអ្នកតាធ្វើជឿតែអញ្ចឹងឯងឃើញទេឲ្យតែចុកពោះថាអ្នកតាធ្វើឬក៏ធ្មប់អាបអីមកធ្វើប៉ុន្តែដល់មានដុកទ័រមួយក៏ស្រាវជ្រាវទៅឃើញថាអូអានេះអាប៉ង់ឌីស៊ីតតែពីមុនអត់មានអ្នកណាដែលថាអញ្ចឹងទេដុកទ័រហ្នឹងក៏រកឃើញមុនគេហ្នឹងហើយគ្រប់គ្នាគេថាខ្មោចធ្វើអញ្ចឹងណាដូចគ្នាទេគ្រូធ្មប់ហើយដុកទ័រហ្នឹងដូចគ្នាទេដឹងដែរដឹងត្រឹមចុកពោះដឹងដូចគ្នាអ្នកដែលរកធោទាំងអស់អ្នករកស្អីទាំងអស់ក៏ដឹងដែរថាជីវិតនឹងមានទុក្ខប៉ុន្តែដឹងលក្ខណៈមិនច្បាស់លាស់មិនដឹងថាជាមូលហេតុអីដូចគ្នានឹងយើងឃើញមនុស្សឈឺអញ្ចឹងមនុស្សគ្រប់គ្នាអាចសម្គាល់ថាមនុស្សឈឺបានប៉ុន្តែរវាងអ្នកដែលមិនស្គាល់ប្រភពជំងឺហើយនិងអ្នកស្គាល់ខុសគ្នាដាច់យើងទាំងអស់គ្នាពេលឃើញមនុស្សក្តៅខ្លួនយើងស្ទាបទៅដឹងថាឈឺមនុស្សនឹងចុកពោះស្រែកអុយយ៉ាស់អុយយោយើងដឹងថាឈឺប៉ុន្តែយើងដឹងថាឈឺដល់កម្រិតណាយើងដឹងទេយើងដឹងថាជាមេរោគអីយើងដឹងតែយើងមិនមែនពេទ្យអត់ដឹងទេពុទ្ធដឹងប៉ុន្តែមិនមែនដឹងតាមរយៈមនុស្សសាមញ្ញទេមិនមែនគ្រាន់តែដឹងថាអូគ្នាកើតទុកអាណិតណាស់ប៉ុណ្ណឹងទេគឺដឹងថាជំងឺនឹងកើតពីអីហើយដឹងវិធីព្យាបាលរបស់វាទៀតដឹងរបៀបហ្នឹងដឹងខុសពីគេអញ្ចឹងហ្នឹងហើយអាត្មាមិនឆ្លើយសំណួរនឹងដោយចំទេប៉ុន្តែគ្រាន់ចង់ថាព្រះសម្មាសម្ពុទ្ធប្រសិនបើព្រះអង្គនៅដល់ឥឡូវនេះឧទាហរណ៍ទេណាហើយឃើញញាតិញោមយើងធ្វើដូចរាល់ថ្ងៃអញ្ចឹងណាដឹងមិនទេណាដឹងមិនទេណាព្រះអង្គមិនមែនកើតទុកអីទេប៉ុន្តែគ្រាន់ថាមើលទៅញាតិញោមដឹងទៅណាព្រះអង្គនាំទៅណោប៉ុន្តែញាតិញោមទៅណាណោញាតិញោម
ញាតិញោមសុខបាយថ្មចង់និយាយភាពខុសគ្នានៃពុទ្ធបរិស័ទយើងឥឡូវនេះនិងពុទ្ធបរិស័ទសម័យព្រះសម្មាសម្ពុទ្ធបន្តិចចង់ដឹងទេតើគេចូលទៅរកពុទ្ធសម័យនោះតើគេចូលរបៀបម៉េចហើយយើងចូលមករកពុទ្ធឥឡូវនេះចូលរបៀបម៉េចចង់ដឹងទេហ្នឹងហើយញាតិញោមចេះថាអូយដឹងមិនទេណោះសម័យនោះគេស្ដាប់ធัวឆាប់សម្រេចហើយឯងស្ដាប់លឹងរិចតិចអស់ហើយមិនសម្រេចអីសោះមិនចឹងទាំងអ្នកសំដែងហ្នឹងក៏អត់សម្រេចដែរណាមិនចុះញាតិញោមយើងនិយាយមកថាមកពីឧបនិស្ស័យមិនតាន់គ្រប់ប៉ុន្តែអាមិនគ្រប់ហ្នឹងចូលតាមរបៀបនៃការបង្គ្រប់ឲ្យវាច្រើនទៅហ្នឹងក៏វាមិនសូវទៀតអញ្ចឹងបើជាខ្វះរហូតសម័យព្រះសម្មាសម្ពុទ្ធពេលញាតិញោមឥឡូវឈប់នៅថ្ងៃទី26ខែ7ខែ6ឆ្នាំ2015នេះឥឡូវយើងទៅរស់នៅជាមួយសម័យព្រះអង្គបន្តិចទៅតាបឋមទាំងអស់គ្នាតោះកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងឡើងនៅក្នុងលោកមុនពុទ្ធសករាជ45ឆ្នាំដឹងថាហេតុអីចាំបាច់ព្រមមកអរតនីទេកាលនោះមូលហេតុមកអំពីព្រះអង្គទ្រង់រារាជព្រះតីពីព្រោះធោនឹងវាអញ្ចេះទេណាប៉ុន្តែសត្វលោកទៅអញ្ចក់ដូចអាលើកឧទាហរណ៍មិញអញ្ចឹងចុកពោះដុកទ័រនឹងទៅរកឃើញមុនគេថាអានេះអាប៉ងឌីស៊ីតទេមិនខ្មោចធ្វើទេប៉ុន្តែមនុស្សកំពុងតែនាំគ្នាលៀងពេញតែភូមិហើយឯងទៅនិយាយប្រាប់គេថាមិនចង់ព្យាបាលគេត្រូវវះពោះទៀតណាហ្នឹងណាហើយពីណាងាយឲ្យហ៊ានវះយកកបិតទៅវះឆ្វោកងាយឲ្យហ៊ានវះទេងាយទេពេទ្យនឹងពិតជាត្រូវតបងគេគ្រាមពងចុកពោះលេងទៅវះថែមបាទនឹងវិធីព្យាបាលវាមានតែអញ្ចឹងក្រៅពីហ្នឹងទៅកាត់វាចេញមិនកើតមែនទេអញ្ចឹងតើវាតាំងទ្រង់របៀបម៉េចប៉ុន្តែសំណាងឯព្រះអង្គអស់កិលេសវាអត់មានអីគ្រាន់តែថាវាមានកម្លាំងខ្សោយក្នុងការចង់ទៅសម្ដែងប្រាប់ហ្នឹងនៅតែចង់ប្រាប់អញ្ចឹងប៉ុន្តែយើងមើលញៀនប្រហែលពុទ្ធហ្នឹងនៅនឹកដែរណាគួរឬអត់ញាតិញោមបើអាត្មាសួរថារវាងពាក្យពិតនិងពាក្យមិនពិតញាតិញោមយកមួយណាប៉ុន្តែបើអញ្ចេះពាក្យពិតហ្នឹងនិយាយអត់ព្រោះទេនិយាយខ្មោះហើយធម្មតាហីអញ្ចឹងប៉ុន្តែបើពាក្យអត់ពិតវិញក៏ចេះលួងលោមអ្នកបងចេះអ្នកមីងចោះយកមួយណានៅតែយកពិតដដែលហ៎ហ្នឹងហើយអាហ្នឹងសួរអញ្ចឹងទេបានឆ្លើយអញ្ចឹងនោះមែនទេប៉ុន្តែធាតពិតយើងចង់យកតែពាក្យផ្អែមឲ្យអត់ពិតហ្នឹងឯងហ្នឹងមកពីសួរអញ្ចឹងទៅទេពីព្រោះអីមើលតែរបៀបធ្វើបុណ្យបើចូលបុណ្យឲ្យពោច្រើនចូលច្រើនតែបើមិនឲ្យពោខឹងទៀតហើយប្រពុតដំបងហាមដាច់ខាតឲ្យរឿងឲ្យពោព្រោះវាអត់ពិតទេពេលមួយព្រះអង្គគង់ទៅกระดาษឆែតព្រះអង្គกระดาษដល់กระดาษឆែតទៅពិខុថាសូមព្រះអង្គមានបច្ចុប្បន្នវែងព្រះអង្គថាវាមិនដែលអាពេលกระดาษហ្នឹងសរីរៈយន្តវាមានបញ្ហាវាមានអាចិតងាប់អាណាទៅអាយុវែងនៅសហកដាបងបញ្ញត្តិសិក្ខាបទមួយព្រឹបថាបើមានអ្នកណាកដាស់ហើយពិខុណាឲ្យពោថាអញ្ចេះអញ្ចោះត្រូវបាត់ទៅគាត់ព្រោះវាអត់ពិតយើងឲ្យតែលើ bless you thank you មែនទេដល់លោកទៅឆាន់នៅតាមស្រុកតាមអីទៅលោកកដាស់ញាតិញោមឲ្យពោដល់ពេលគេកដាស់វិញលោកនៅស្ងៀមព្រោះអត់ហ៊ានព្រោះព្រះអង្គបញ្ញត្តិហើយខ្លាចត្រូវទៅបានយករឿងហ្នឹងមករាយរាប់ប្រាប់ព្រះអង្គបានព្រះអង្គអនុញ្ញាតថាសត្វលោកវាឆោតចឹងអីឲ្យម៉ាត់ទៅឲ្យនឹងឲ្យសោះទៅខានយល់ទេញាតិញោមហ្នឹងពាក្យពិតថាវាអត់បានដោយសារនរណាឲ្យទេវាបានមកពីការធ្វើហ្នឹងពាក្យពិតពិតបើឲ្យចូលច្រើនដល់អាត្មាពីក្មេងក៏អញ្ចឹងមិនមែនថាញាតិញោមទេ
nhôm sấy oi pram rồi riêu tụ bon cả thân kim pung ở đây lôi đọt mà hiệp tới chỗ cái đọt micro thằng lộc tê sná oi po tê mà ọt chỗ tục lùi bình đó nhìn nhôm anh đang trong van bon này trong van mua anh nhìn nhôm nó tình chắc năng ọt cái này nè chỗ chán trên cái đại khóm kê lắm con chặt đà ở lâu châu mà rối cái chợ lom xây đã đọm nắng bà này mày nè lâu tao tàu chiêm pi pon chăn môn tiền rồi biết đây cái chỗ một căn propos sa sana này dạng mạch cả nó nè lớp mà xu nhận nhung ở cận tịch thà nấu pe đây bỏ ông tra đang đầm bóng miền put bò để sạt nở miền pui nè căn put sa sana nở bọn tra đang ban mặc hai hao chứ nè miền nở nè đây miền pui pung gì nè căn put sa sana miền nở thàm một kia chẳng thưa đỏ đăng chứ bọn tra đăng đầm bóng á miền nè dây ta nhóm chỉ nè căn put sa sana miền nè dây chân nở nhóm gì nè đo nó bảo nè trai gì tì bằng miền nè dây chân nở không miền sông bay tại mình nè cùng dây bị na chẳng ai mà hay xây bọn ông đem pump pi nó cầm toan này bọt bọn ông còn mình này và bay đa và miệt đa co mình bán đăng tha put sa sana rồi biết mày để proof bọn ông ở tấn sống sầm này cho nè tầng ở nữa cả nó miền sa sana ở nè miền ô sầm mai nó không miền nào mà để ở miền sa sana đấy vì pro sầm mai đã ở toàn miền Việt Nam xa sầm mai này miền nè khác cái ở miền sa sana bao sầm mai nó cứ sầm mai là ngất chừng sầm mai thấy rô carbon sron nó tràn mình tèn chẳng mà nè sót để miền sa sana bàn tay mình men chỉ phải bớt sa sana thế chẳng bàn mang cùi chỉ để cao bọn chập đam pi chấm nó xôn ọt miên xông bay tay mình nè đai mồi vô thua để bọn tra đăng ọt đấy việc copy tham lớn này copy bọn đạch copy đạch mong bởi ông tư sầm đai thua đói mình bạch niềm muốnแต่tham bao mình muốn ọt tử khóc nè mẹ này khi khóc nè đấy cái khóc này đấy bao bọn ông ta đang hành coi chăm cái muốn nó bay bảo bàn sầm đầy nó mà chỉ vượt bọn nó có không yên vì làm muốn này rồi trong men là nè đăng bắt đăng tê men đấy nè nghe dương á chun ca dương chỉ làm bịa tha bịa ông pro ban tại nè men ốp bạn đi xài hay dương ấp trôi chất vào đâu nữa hết dương chăm ở cây mồ rô không hỏi bệ phút pro ban nè miền ốp bạn đi xài mến bên là pe khla bọn ông có từ rô mà nung nâng này cuộc khơi tham mà nung nâng ai và đọc bàn bên coi chăm ở con màu ấy khi việc học này đấy đó là dương vô bịa nâng thật miền tên ốp bạn đi xài nè mau mong coi chăm mong chẳng hay ban dương ở lâu việc đi giọt cáo để xài ấy nếu không chấm nào nè miền ốp bạn đi xài nó tiêu hầm mà rồi nè vì mau miền ban cục mà rồi nè mẹ nè chưa được khá tớ kịch khá tớ là vô khá tớ dù ở từ chẳng ban đầu nó chập rùi thà thì tiết chặt slap ở đó bạn hàng màu tiết mau bình chắc mau bị dân ông coi chăm tay nẹ miên ở bạn đi xài máu mẹ nè khi khóc nè presama samput ông coi chăm mẹ tay của ông tư ní còn bên tư rô liệp sạc ra đây cứ tư pro sạt lộ vô thua tự đại ấy lư pi khai bằng top pi của ông tra đăng thấy của ông tự pro nè môn kế nè kế panchavek kỳ chẳng pram ta panchavek kỳ nó muốn của ông được của ông tự pi của ông tự nên đang đăng thay của ông ban tra nữ đâu thế coi nhỉ nhớ nhung khi khóc này ót năng ấy để cái hai tháp bừng ri thua bên đây tha dương bành chinh oi nẹt đây mình toàn vô nó oi bán vô hay dương là lớn nó coi chăm ta nẹt vô xẹp mồ hổ nè vô về mỏ men này
khóc nè ớt khóc nè ớt khóc nè ớt chứ kết tham á đáp tham tê mà nơi nghiêm bàn này mấy cô vô lấy làm ca này mẹ đấy nè ấy lấy bọn ông từ rồi tự đo phim á banh cho vật kỳ nó nè tập ông lấy đâu còn ra bọn ông rót cho bọn ông năng ảnh nát kia tha mình trong chua bọn ông tê hãy có mình trong tụi đài anh nó bị chửi rướng rồi bóc banh cho vật kỳ thế nó dơ ở lâu nãy chương ca kia ở tụi không thế đó nè tê nào lâu nè mẹ này lọc tuần này từ kia cào cầm ra là ổi đỏ từ từ kỷ niệm xong rung ấy cho mơ mục mờm bà này mục trường cá cru ở đây nạc côn sao hi mày có chăng đọc bây giờ mày chăng sẽ đặt nè mền ớt thằng mấy mền của bạn gần nào của bạn đây mày cần mai ơi mơ ở đây thì dân ai kịch khơi cho mà tôi tê na nơi ná được nơi cái vùng thông lên mà tôi cái tàu tê nó khẳng lơ chẳng ạ mà lư bị còng tới nó lớp té nó kì điệp bay xây kì điệp xây sập cột sải đặt được mày điệp bay xây một chục một lô cừu máu phay chặt đẹp nè phay lần sọp này nhân vô mà nhân vôនេះជាលក្ខណៈបង្ខំគេព្រះពុទ្ធអត់បង្ខំទេពន្យល់សិនយល់ទេពន្យល់សិនឲ្យយល់សិនតែហៅដូចនៅកោះមួយថាកោះរងនៅកពតកំពង់សោមនៅនឹងប្រហែលជា1000ផ្ទះអ្នកទេប្រាប់អាត្មាស្ដាប់អាត្មាបរៀនពីគាថានឹងគាត់ចូលចិត្តស្ដាប់រឿងគាថាស្ដាប់យូរទៅគាត់បោះបាយសីចោលពីព្រោះនៅកន្លែងហ្នឹងដើរជើងទឹកវាត្រូវភ័យច្រើនវាត្រូវបន់ច្រើនប៉ុន្តែគាត់យល់គាត់បោះចោលដំបងឡើយបរិស័ទបោះចោលបដាទៅប្រាប់លោកតាអាចារ្យអត់បោះទេនៅវត្តហ្នឹងដល់គេបោះអស់ទៅបោះច្រើនទៅដឹងដល់តាអាចារ្យមិនដំគ្នាបោះឲ្យយកអស់ទៅមិនគាត់ថាទេមិនបាច់បោះទេតែឯងបាច់បោះមិនស្ដាប់ធัวសិនណាដល់ស្ដាប់យូរគាត់ច្រកប្រងបោះចោលអស់ដែរនេះយល់តែបើយើងទៅបង្ខំឲ្យគេបោះចោលរឿងមែនឬមែនពពុទ្ធអត់ដែលទៅបង្ខំអ្នកណាឲ្យបោះស្អីចោលទេញញោមបញ្យល់សិនអ្នកយល់ហើយដូចថ្ងៃមុនហ្នឹងអ្នកនៅនេះក្មេងម្នាក់សួរអាត្មាហ្នឹងគាត់មិនចូលចិត្តបង្ខំគេឲ្យជឿសាសនានេះនោះអីចឹងបាទថាត្រូវពពុទ្ធចឹងព្រះពុទ្ធមិនដែលបង្ខំឲ្យយើងបោះអ្វីចោលឧទាហរណ៍ថាមានប្រអប់មួយយើងឆ្ងល់ថានៅក្នុងប្រអប់ហ្នឹងមានអីព្រះអង្គអត់មានប្រាប់ថាណែឯងត្រូវតែរក្សាវាអត់ប្រាប់ចឹងទៀតឬក៏ត្រូវតែបោះវាចោលអត់ទេព្រះអង្គព្យាយាមបង្រៀនឲ្យណែឯងចេះធ្វើកូនសោចាក់បើកវា unlock វាសិនបើកមើលសិនមើលហើយឃើញវាជារបស់មានតម្លៃឬអត់នៅពេលដែលអ្នកឃើញដោយភ្នែករបស់អ្នកហើយអ្នកចង់បោះចោលក៏បានចង់ទុកក៏បានពីព្រោះអ្នកឃើញដោយខ្លួនឯងយល់ពុទ្ធបរិញ្ញាឲ្យអញ្ចឹងញាតិញោមកុំភ័យអ្នកខ្លះលើថ្មសំដែងធម៌ក៏ថាលោកនេះដើរសំដែងអញ្ចឹងបំបត្តិវប្បធម៌បំបត្តិប្រពៃណីខ្លះប្រពៃណីធ្វើបាបមនុស្សហ្នឹងជំនឿខ្លះជំនឿធ្វើបាបមនុស្សហ្នឹងទុកធ្វើអីទីហៅដូចគ្រូខ្មែរខ្លះដេញខ្មោចកូនស្រីគេទៅហ្នឹងពេលវាយយកទៅវាយនៅលើផ្ទះក្នុងកតុបហ្នឹងថាបើលឺក្មេងហ្នឹងស្រែកអាហ្នឹងមិនមែនក្មេងស្រែកឯងខ្មោចស្រែកប៉ុន្តែវាយទៅចាប់ប្រស្រាតរំលោភគ្នាទៅក្មេងស្រែកឲ្យជួយម៉ែអត់ជួយទុកបដ ாய் ឲ្យគ្រូធ្វើអញ្ចឹងនេះជំនឿប្រដេះប្រដាស់យល់ហើយជំនឿអញ្ចឹងប្រពៃណីអញ្ចឹងគួរទុកដែរខាងនិយាយឲ្យដឹងទុកទៅអត់វាលាយអញ្ចឹងទៀតទៅមែនទេយល់ថាម៉េចឥឡូវព្រះសម្មាសម្ពុទ្ធព្រះអង្គជ្រើសរើសយកមនុស្សចាំបាច់យកមានឧបនិស្ស័យហ្នឹងព្រះអង្គមិនយកមនុស្សច្រើនយកមកធ្វើអីទេញាតិញោមយកមនុស្សច្រើនមកនិយាយគ្នាស្ដាប់អត់បានយកមកធ្វើអីចឹងហើយបានជាសម្ដែងធម៌ដំបងអ្នកដែលឃើញធម៌ពិតមានតែមួយគត់មនុស្ស5នាក់ហ្នឹងយល់ធម៌ពិតឃើញធម៌ពិតតែមួយគឺព្រះកោណ្ឌញ្ញៈទៅព្រះអង្គសបាយបតីកើតបៃតៈលន់ឧទានឡើងថាអញ្ញាសិវតភោកោណ្ឌញ្ញោ
អូននោះកូនដាញ់បានចេះដឹងហើយសបាយបតីណាយល់ទេ4អង្គទៀតមិនមែនថាលោកមិនចាំទេប៉ុន្តែបើកភ្នែកអត់តន់រួចបញ្ញានឹងវាអត់តន់ឃើញសច្ចធម៌ដោយព្រះអង្គប៉ុន្តែកូនដាញ់ឃើញថាយ៉ាងកញ្ចសមុទយធម្មសព័នតាំងនិរោធធម្មតែឃើញដោយព្រះអង្គដែរអញ្ចឹងមានន័យថាអ្វីដែលយើងឃើញម្នាក់ឯងនិយាយប្រាប់គេយល់អត់បានដឹងទ្រូងហ្នឹងញោមប៉ុន្តែដល់តែមានគេឃើញដែរវាមិនសប្បាយចិត្តយល់ញញោមដែលព្រះអង្គចង់នាំយើងទៅហ្នឹងចង់នាំយើងទៅឃើញអាកន្លែងដែលព្រះអង្គឃើញហ្នឹងណាចុះបើយើងពឹងតែព្រះអង្គឃើញជំនួសថ្ងៃណាបានឃើញខ្លួនឯងក្នុងភាសាទី1ហ្នឹងបានសាវក60អង្គព្រះអង្គបញ្ជូនទៅសួរថាបញ្ជូនទៅហ្នឹងតើបញ្ជូនទៅកន្លែងមានពុទ្ធបរិស័ទអត់ No កាលនោះអត់មានទូរស័ព្ទអត់មាន Facebook អត់មានអ៊ីនធឺណិតអត់មាន Telegram អត់យន្តហោះថាអត់ទាំងអស់អញ្ចឹងក្នុងមួយភាសាដំបូងមនុស្សដែលយល់ដឹងព្រះធម៌ពិតប្រាកដនឹងមានតែបញ្ចវគិ5អង្គសម្លាញ់របស់យោះ54បូកនឹងយោះ1 55ហើយឪពុកម្ដាយរបស់យោះគ្រួសាររបស់យោះប៉ុណ្ណឹងរួចទៅចេញភាសាព្រះអង្គបញ្ជូនសាវកទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាញាតិញោមព្រះអង្គមិនចាំបាច់អង្គុយមិនអង្គុយចាំឲ្យមនុស្សមកទេណាយល់ទេបើអង្គុយចាំគ្មានទេប៉ុន្តែនៅក្នុងក្របខ័ណ្ឌប្រោះតែអ្នកមានឧបនិស្ស័យមិនទៅបង្ខំគេតែទៅពន្យល់ចរថភិក្ខវេមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយត្រាច់ទៅកាន់ចរិតនិគមផ្សេងចូលអ្នកទាំងឡាយសម្ដែងធម៌ឲ្យមានលំអបត់ដើមបត់កណ្ដាលនិងបត់ចុងមនុស្សទាំងឡាយកំពុងតែកើតទុក្ខកំពុងតែខ្វាយខ្វល់នៅក្នុងរឿងដុតកម្ដៅខ្លួនឯងហ្នឹងចូលអ្នកនាំធัวដែលជាឱសថនេះពលិនៃការត្រាស់ដឹងនេះទៅប្រាប់មនុស្សទាំងឡាយនឹងហើយដែលគេហៅថាផ្សព្វផ្សាយធัวយល់របៀបនៃអ្នកចូលមកកាន់ទៀតខុសពីយើងហ្មងខុសគ្នាដាច់ឈឹងហ្មងយើងជួនកាលឈប់ផឹកស្រាមកកាន់សិលវិញដល់វ័យផឹកលេងសមហើយកូនអើយម៉ែអើយទៅវត្តទៅពុកអើយទៅវត្តទៅចាស់ហើយដល់មើលមកវាដូចផឹកលេងសមមែនបានមកទៅវាហួសដលេហើយមែនទេមែនទេមិនមែនមកដោយឃើញអ្វីមួយដោយការភ្ញាក់ខ្លួនអ្វីមួយយ៉ាងហ្នឹងងាយទេចឹងមែនទេញញោមគេទៅពេទ្យគេទៅតាមប្រពៃណីឬក៏ទៅដោយសារឈឺអ្នកទៅពេទ្យដល់ត្រឹមត្រូវបំផុតគឺដឹងខ្លួនឯងថាឈឺហើយទៅពេទ្យអាហ្នឹងគឺជាអ្នកទៅដល់ត្រឹមត្រូវតែបើដឹងថាទេពេទ្យហ្នឹងមនុស្សធម្មតាគេត្រូវតែទៅចាក់អាហ្នឹងវ៉ាក់សាំងឯហ្នឹងធម្មតាទេណាទៅពិនិត្យសុខភាពអីប៉ុន្តែទៅកន្លែងវះកាត់ទៅកន្លែងព្យាបាលថ្លើមទៅកន្លែងធ្ងន់ហ្នឹងធម្មតាមនុស្សគេតែងតែទៅអញ្ចឹងគឺទៅដោយអត់ដឹងយើងរាល់ថ្ងៃមកកាន់ពុទ្ធសាសនាហ្នឹងអញ្ចឹងមកជាងការក៏មកទៅរសារប្រពៃណីប៉ុណ្ណឹងឯងឬក៏ជាងការម៉ែបខំទៅបានមកអញ្ចឹងទៅចុះសម័យព្រះគេធ្វើម៉េចបានខ្លាំងម៉េះមនុស្សអត់ប្រាក់ខែសោះនៅជាមួយព្រះអង្គមានតែមនុស្សលះបង់អ្នកធ្លាប់មានសម្បត្តិស្ដុកស្ដំលះចោលខ្ទេចមកបម្រើព្រះសម្មាសម្ពុទ្ធ for nothing អត់មានដើម្បីអីទាំងអស់បម្រើដោយពេញចិត្តពេញខ្លាំងហេតុអីមិនជឿទេយល់ដោយសេរីបុត្រកូនអ្នកមានរដ្ឋបាលក៏កូនអ្នកមានមកកលៀនក៏កូនអ្នកមានទីបំផុតលះបង់អស់មកនៅជាមួយព្រះអង្គកាន់តបាតមួយមិនចឹងហើយសម័យនោះគេស្ដាប់ធម៌គេបូជាក្រោយតែយើងឥឡូវបូជាមុនខុសគ្នាទៀតមែនទេប៉ុន្តែមិនមែនថាខុសអីទេប៉ុន្តែបើនិយាយពីអាត្មាសិនអាត្មាគិតថាបើសិនទេណាបើសិនមុនស្ដាប់កុំតាន់ណាបូជាស្ដាប់ហើយយល់បូជាអីបូទៅប៉ុន្តែនេះរយមុនអត់ដឹងម្ល៉េះធម៌នឹងគួរដាក់ម៉ានទេជាដាក់មែនទេសម័យព្រះគ្មានពីណាទៅស្ដាប់ធម៌រៃលុយ No
អត់ទេដល់គេស្ដាប់ហើយខ្លះជ្រះថ្លានោះជួនកាលអ្នកខ្លះបូជាដល់ជីវិតទៀតហ៎ពីព្រោះយល់ណាអញ្ចឹងបានខាងវិបស្សនាអន្តរជាតិគេធ្វើត្រូវជាញោមអាសរសើរគេត្រង់ចំណុចហ្នឹងចង់អ្នកឯងបូជាចង់អ្នកឯង donate $1,000,000ក៏ដោយបើអ្នកឯងអត់ទៅបដិបត្តិឲ្យដឹងថាតើគេកំពុងធ្វើអីទេក៏អត់យល់យល់ឲ្យឯងយល់សិនបើអាត្មាធ្វើមិនបានអញ្ចឹងទេប៉ុន្តែគ្រាន់ថាចេះតែយកមកធ្វើការងាររាល់ថ្ងៃចង់អញ្ចឹងដែរគឺថាមិនចង់បបួលធ្វើអីប៉ុន្តែឲ្យយល់សិនធ្វើមកដល់យល់រាល់ពេលដែលគេស្ដាប់ធម៌ហើយគេបន្លឺពាក្យថាម៉េចសម័យព្រះគេបន្លឺថាអស់ចាភ្លឺច្បាស់ណាព្រះអង្គគូរនីដោយគេផ្ងារបស់ដែលកាប់ដោយគេទ្រប្រទីបនៅក្នុងទីងងឹតដោយគេប្រាប់ផ្លូវដល់មនុស្សវងវែងឃើញទេអញ្ចឹងបើមនុស្សលះផឹងមិនដឹងថាពីមុនសាសនាអីខ្លះទេប៉ុន្តែដល់វាឃើញច្បាស់ផឹងមកបដ ாய் ហើយតែផឹងហើយខ្លាំងជនជាតិឥណ្ឌាខ្លាំងអញ្ចឹងមើលដូចអាត្មាមើលវីដេអូមួយការបណ្ឌិត MBK ក្នុងទសវត្សរ៍ឆ្នាំប្រហែលនេះគាត់ធ្វើពិធីដូរសាសនាហើយអាត្មាស្ដាប់តាមម្នាក់ដែលគាត់ដូរខ្លួនគាត់មកជាប៊ូឌីសដែលពីមុនគាត់គោរព Hindu គោរពអាទិទេពនេះគ្រាន់តែអាទិទេពមករាប់នឹងប្រហែលនេះគាត់ដូរទៅគាត់យកអារូបនឹងទៅបោះចោលក្នុងទន្លេអស់គាត់ថាតាំងពីគាត់ដាក់អំរែកពីសាសនានឹងចុះមកគូក្បាលគាត់នឹងឡើងស្រាលស្លើកកាលពីមុនអាទិទេពសគាត់ក្បាលគាត់ណែឯងត្រូវគោរពចេះណែឯងត្រូវគោរពចេះណែឯងត្រូវគោរពចេះត្រូវបូជាចេះដល់តែមកដល់តាមពុទ្ធព្រះអង្គឲ្យ freedom ឲ្យគិតពិចារណាដោយខ្លួនឯងគាត់ថាក្បាលគាត់នឹងដូចដាក់ថ្មចុះប្រមាណម្រេចចឹងហើយដូរផឹងអត់មាននៅអាឡ័យទេណាអត់អាឡ័យហ្មងអញ្ចឹងអ្នកដែលអាច change ពីភាពកល្យានពីអន្តបទជនទៅជាកល្យានបទជនឬក៏ពីបទជនទៅជាអរិយបុគ្គលគឺមនុស្សដែលលះដាច់ផឹងហ្មងមិនដាក់សំណាញ់ច្រើនជាន់ដូចយើងទេយើងដាក់សំណាញ់ច្រើនជាន់ណាពពុទ្ធផងទៅអ្នកតាខ្លះទៅព្រាយបាតបលាំងខ្លះទៅកៃឡូវាអត់មួយត្រូវមួយមិនដល់ហើយដល់តែវាអត់ច្បាស់អញ្ចឹងណាលទ្ធផលគឺវាអត់ច្បាស់នឹងឯងពីព្រោះយើងដើរញាតិញោមបើកឡានម្ដងបានផ្លូវម៉ានមានផ្លូវបំបែកគឺយើងត្រូវសម្រេចចិត្តឲ្យច្បាស់ថាតើត្រូវបត់ឆ្វេងឬក៏បត់ស្ដាំឬក៏ត្រូវទៅត្រង់ផ្លូវច្រើនតែបើយើងនៅរេរេច្រើននឹងឲ្យទៅជាវិជ្ជកិច្ចឆាយល់ទេញាតិញោមយល់ខ្លះអត់យល់ថាគេមករកពុទ្ធសម័យព្រះអង្គនឹងយើងមករកពុទ្ធសាសនារាល់ថ្ងៃនេះខុសគ្នាឃើញអត់យើងបង្កើតវត្តជួនកាលអូឆ្ងាយពេកដូចបាក់ទៅវត្តប៉ុណ្ណឹងមែនទេក៏ទៅវត្តទៅសូត្រធម៌អីធម្មតាទៅតែគេទៅរកពុទ្ធព្រះអង្គប្រាប់ថាការទៅរកសាមណៈទៅដើម្បីអីនៅក្នុងអង្គត្រនិកាយអង្គត្រនិកាយសតកនិបាតដែលព្រះអង្គសម្ដែងធម៌ដែលជាហេតុណា7ប៉ុន្តែចុងក្រោយព្រះអង្គថាបានបញ្ញាព្រោះចូលទៅរកសាមណៈសាកសួរបញ្ហាឃើញទេដើម្បីពិភាក្សាកង្វល់កង្វាយរបស់យើងទៅសួរបញ្ហាផ្សេងទៅវាបាននៅចំណេះដឹងការយល់ដឹងក្នុងជីវិតchứយើងទៅវត្តរាល់ថ្ងៃទៅជួបលោកទៅរកអីទៅរកខ្សែអំបោះទៅរកទឹកមុនទៅរកស្អីខ្សែកថាទៅរកកតុយលេខផ្សងឆ្នោតហើយញាតិញោមសិក្សាតាមប្រវត្តិបីដកពីណាដែរទៅរកព្រះអង្គអញ្ចឹងទោះបីទៅរកអញ្ចឹងក៏ព្រះអង្គណែនាំដែរដូចព្រាហ្មណ៍ម្នាក់នោះតេទៅអាកដោវាគៀមជាជីវរជាសម្ពុតគាត់នោះគាត់ថាអូសម្ពុតនឹងចង្រៃដល់ចង្រៃទៅយកទៅបោះចោលព្រះអង្គទៅបាំងស្គលយកទៅអង្វរព្រះអង្គទៅខ្លាចចង្រៃដល់ព្រះអង្គខ្លាចឆេះគាត់ព្រះអង្គពួកខ្លាចនឹងខ្លាចអញ្ចឹងមិនមែនអាណិតព្រះអង្គទេលោតាឆេះគាត់ទៅគេសួរដើមរឹសដើមគល់ថាមកពីអីមកពីយកសម្ពុតគាត់ទៅបានឆេះគាត់គេថាចង្រៃមកពីគាត់អីអញ្ចឹងប៉ុន្តែធ្វើដូចមានសទ្ធាអញ្ចឹងបានព្រះអង្គបញ្យល់រហូតដល់ឈប់យល់អញ្ចឹងយល់ទេញាតិញោម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 ទៅវត្តធ្វើអីស្ដាប់ធម៌ប៉ិនរឿងនឹងដឹងហើយនៅនេះមានលោកគ្រូគាត់បរៀនជានិច្ចកាលប៉ុនកន្ថ្មសំដែងទៅជាកណ្ដបើកគំនិតទៅវេទលាបន្តិចទៅថា
មកពីហេតុវាអញ្ចឹងទៅបរិស័ទយើងអញ្ចឹងមិនអ្នកខ្លាំងអង្គុយទៅបន្ទោសអង្គុយទៅជេរថាខ្មែរល្ងងចេះថាទេមកពីសង្គមនោះផ្ដល់ឲ្យអញ្ចឹងហើយជាតោកំហុសមែនទេគឺតោកំហុសវត្តអារាមអ្នកផ្ដល់ឲ្យមិនមែនវត្តទេគឺអ្នកនៅវត្តណាអត់មានផ្ដល់អីសោះខ្លះ4 10 20ភាសាសឹកទៅវិញគាត់ទៅចូលទៅកាន់សាសនាផ្សេងបន្តិចវ័យមហាពុទ្ធសាសនាតែម្ដងដោយសារអីបួសតទេចេះអត់មានអីអាលិញហ្នឹងមិនទៅហ្វីឡាដាផ្សារថ្ងៃមុនថាមានអ្នកនោះបួស20ភាសាជាងសឹកទៅវិញចូលទៅកាន់សាសនាផ្សេងទៅចូលកាន់សាសនាផ្សេងងោមកសពផ្សាយពុទ្ធសាសនាគេហើយវ័យមហាពុទ្ធសាសនាទៀតថាដោយសារអីដូចវេអញ្ចឹងចូលទៅអត់មានដឹងអីទេដូចឆ្នាំណានោះនៅកំពង់ធំក្មេងម្នាក់អាយុប្រហែលជា20ជាងគេខ្លាយជាគ្រូកងវិលរបស់គ្រីស្ទៀនដើរផ្សព្វផ្សាយពុទ្ធសាសនាសាសនាយេស៊ូនោះនៅក្នុងស្រុកខ្មែរ volunteer ទៀតអត់គិតកម្រៃអីតែជិះកង់ទៅត្រូវគេជេរមិនក៏ញឹមដែរអត់ដែរខឹងថ្ងៃហ្នឹងទៅអត់បានស្អែកទៅទៀតថ្ងៃហ្នឹងទៅអត់បានស្អែកទៅទៀតពីព្រោះបេះដូងនឹងវាទទួលព្រះដាក់ក្នុងចិត្តគេធ្វើការដើម្បីព្រះជាម្ចាស់គេនាំសេចក្តីសុខមកឲ្យអ្នកជេរខ្ញុំអត់បញ្ហាទេពីព្រោះខ្ញុំមកមិនមែនក្នុងន័យខ្ញុំក្នុងន័យព្រះជាម្ចាស់នឹងសំខាន់គឺការអប់រំខាងតាមដល់មកជួបអាត្មាគេចង់មកបញ្យល់អាត្មាបានគេថាគេធ្លាប់បួសក្នុងពុទ្ធសាសនា2ភាសាដែរប៉ុន្តែ get nothing អត់មានអីទាំងអស់អត់មានយល់ពន្លឺជីវិតអីសូម្បីតែបន្តិចគ្មានប្រយោជន៍បួស2ភាសាអត់ប្រយោជន៍ខ្ញុំចូលមកកាន់ព្រះយេស៊ូវតែមួយឆ្នាំណាស្រាប់តែខ្ញុំដឹងថាព្រះបន្ទូលនឹងភ្លឺដូចពេជ្រធ្វើឲ្យជីវិតខ្ញុំភ្លឺគេនិយាយពិតណាយើងមិនមែននិយាយកុហកទេយើងកុំពេបជ្រាយអីគេហេតុអីបានអាត្មាសួរវិញថាអ្នកនិយាយត្រូវហើយអ្នកមកក្នុងយេស៊ូវនេះតើអ្នកមកបានរៀនអត់អ្នកបានអានគម្ពីរអត់ថាមកគឺអានគម្ពីររាល់ថ្ងៃមានគេបញ្យល់រាល់ថ្ងៃចុះការអ្នកនៅបួសជាភិក្ខុជាសាមណេរ2ភាសាហ្នឹងអ្នករៀនបានអីខ្លះនៅក្នុងពុទ្ធសាសនាថាគេរៀនអ្វីដែលត្រូវរៀនគេរៀនអស់ហើយធោសូត្រមុនធោបាំងស្គលចេះអស់លីងគេថាអញ្ចឹងគេចេះអស់ហើយធោដែលត្រូវចេះគេចេះអស់ហើយធោសូត្រមុនធោបាំងស្គលចេះអស់ហើយចុះអ្វីក្រៅពីហ្នឹងអ្នកឯងដែលបានរៀនបេដកអីខ្លះទេអានបេដកខ្លះទេអត់ទេព្រោះវត្តហ្នឹងគេឲ្យរៀនតែប៉ុណ្ណឹងបានស្មាថាត្រូវហើយបើអ្នករៀនតែប៉ុណ្ណឹងស្រាប់តែអ្នកបានទទួលពន្លឺពីពុទ្ធណាវាជារឿងចម្លែកណាស់ហើយអ្នករៀនរបៀបអញ្ចឹងហើយវាល្ងិតអញ្ចឹងវាសមហើយបើគេបើកភ្នែកដាក់អាត្មាទៅវាអញ្ចឹងហើយពីព្រោះពុទ្ធមិនមែនបង្រៀនឲ្យសូត្រទេព្រះពុទ្ធបង្រៀនឲ្យអ្នកឯងបើកបញ្ញាអញ្ចឹងជាមួយនឹងពាក្យបើកបញ្ញាវាត្រូវតែគិតពិចារណាតើអ្នកឯងដែលបានដាក់ពេលអង្គុយគិតអត់ពាក្យដែលអ្នកឯងសូត្រអ្នកឯងយល់អត់ហើយវាសមតែល្ងងអញ្ចឹងហើយយល់តែអាត្មាចង់និយាយនេះចង់និយាយថាពុទ្ធនឹងបើនិយាយពីល្អមិនដឹងថាល្អអីជាងពុទ្ធនឹងទៀតហើយអវាទដែលល្អមិនដឹងថាស្អីល្អជាងអវាទព្រះអង្គទៀតប៉ុន្តែពុទ្ធបរិស័ទបានតែសូត្រដោយអត់យល់មែនឬមែនអត់ហ្នឹងហើយគ្រឹះរបស់ពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាធម្មកថាបើមិនច្បាស់ក្នុងបរមត្ថធម៌ទេព្រះអង្គមិនហៅធម្មកថាទេអត់ហៅមកនៅក្នុងអត្តកថាដូចជាអត្តកថាធម្មសង្កណីដែលព្រះអង្គសម្ដែងប្រពចំពោះព្រះមោគលានដែលថាព្រះមោគលាននឹងពោលល្អហើយនឹងពីព្រោះវាជាអត្តពិតប្រកបហើយនៅក្នុងធម្មវិន័យនេះស្អីក៏ដោយទាំងប្រសូតក៏ដោយទាំងវិន័យក៏ដោយអត់ច្បាស់បរមត្ថធម៌វិនិច្ឆ័យអត់ដាច់ទេហើយជាលក្ខណៈពិសេសនៅក្នុងនឹងគឺបរមត្ថធម៌នឹងឯងអញ្ចឹងបានញាតិញោមនៅទីនេះមានឱកាសសិក្សារៀនសូត្រហើយសម័យនេះស្មារតីជាសម័យដែលវាស្រួលមាន YouTube មាន website មានអ៊ីនធឺណិតមានស្អីសពគ្រប់ទាំងអស់ប្រសិនបើមានបំណងចង់ចេះដឹងមិនបាច់អង្គុយរៀនផ្ទះឬក៏អង្គុយរៀនឯណាតាមឡានដាក់លឺទៅយូរចេះមែនទេវាសបោពេកណាហ្នឹងហើយអញ្ចឹងបានថាញាតិញោមមកស្ដាប់អាត្មាផ្ទាល់ចេះជួនកាខាតពេលខាតលុយខាតសាំងតែបើញាតិញោមស្ដាប់តាមឌីសឬក៏តាមអីអាត្មាអត់មានឆាចអីទាំងអស់ស្ដាប់ free មែនទេយល់ទេហ្នឹងហើយ
ម៉ោង10ពេលយើងចប់ប៉ុណ្ណឹងឬក៏អាចប្រហែលនាទីទៀតបានតិចទៀតបានណាហ៎ហ៎អញ្ចឹងហ៎មកយកមកអាត្មាអានអញ្ចឹងឯងពងមើលហ៎អូមិញហ្នឹងអាត្មាអានរួចហើយសំណួរអ្នក Arizona សួររឿង Facebook តើប្រសងអាច share ចែកគ្នារឿងរូបស្រីស្អាតឬក៏រូបស្រីពីដើមដែលថតនេះមកឃើញរូបថតហ្នឹងគឺគ្រាន់តែស្លៀកខាងក្រោមកាលអ្វីលើនេះអត់មានស្លៀកមកវងចាស់ពីដើមណារូបអញ្ចឹង share ចែកគ្នាបានអត់អាមិនគិតថាបានឬមិនបានទេប៉ុន្តែសរុបមកនៅក្នុងធម៌វិន័យហ្នឹងគឺព្រះអង្គសម្ដែងអ្វីដែលគួរនិងអ្វីមិនគួរនឹងថាណាប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ស្ងាត់ដើម្បីវិវេកដើម្បីសេចក្តីតក់ស្លុតនៅក្នុងសង្ខារអានឹងគួរធ្វើតែណាដែលប្រព្រឹត្តទៅដើម្បីចម្រើនរាគៈដើម្បីសេចក្តីភ្លើតភ្លើនដើម្បីការជាប់ជំពាក់មិនគួរទេអញ្ចឹងណាចប់តាម Facebook សួរមិនទៀតពាក្យហ្នឹងវាមានន័យច្រើនទៅតាមកម្រិតដែលញាតិញោមសួរមកថាពាក្យរាគៈលោភៈទោសៈមោហៈហ្នឹងមិនក៏ពេលខ្លះវាមានខុសគ្នាខុសគ្នានេះវាគ្រាន់តែបែងចេះញាតិញោមឧទាហរណ៍ថាអំបិលចុះឬក៏បង្អែមចុះបង្អែមវាធ្វើមកពីប្រភពរបស់វាដែលទៅឲ្យទៅជាបង្អែមហ្នឹងគឺស្ករអញ្ចឹងណាប៉ុន្តែដល់ពេលវាលាយជាមួយនឹងវត្ថុផ្សំផ្សេងវាមានឈ្មោះផ្សេងដែរឧទាហរណ៍ថាយើងធ្វើជាមួយម្សៅដែលកិនដាក់មួយទឹកទៅយើងហៅនំកូរបង្អែមទេណាហ្នឹងហើយបើធ្វើម្សៅទូចកិនទៅចេញប៉ុណ្ណេះទៅលាយទឹកស្ករទៅគេហៅថានំលោតផ្អែមទេហ្នឹងផ្អែមធ្វើអីទៀតធ្វើអីទៀតសង្ខាអញ្ចឹងទៅអាហ្នឹងក៏ផ្អែមដែរប៉ុន្តែប្រភពរបស់វាគឺស្ករលោភៈអញ្ចឹងអង្គធัวដែលហៅថាអង្គធัวដើមហ្នឹងគឺលោភៈចេតសិកប៉ុន្តែវាចែកទៅជាពាក្យផ្សេងដោយសារកម្រិតនៃចិត្តហើយនឹងអារម្មណ៍របស់វាឧទាហរណ៍ដូចជានៅក្នុងរាគៈហ្នឹងចែកច្រើនទៀតវាមានកាមរាគៈវាមានភវរាគៈអីចឹងទៅតាមកម្រិតរបស់វាលោភៈហ្នឹងលោភៈខ្លះគឺសំដៅទៅដល់ការជាប់ជំពាក់រូបសម្លេងខ្លួនរូបហត់ថាប់ពាក់ដែលខ្លាំងហ្នឹងគេហៅថាកាមរាគៈចឹងទៅជាប់ចម្ពាក់ជាមួយនឹងភពអញ្ចឹងទៅហៅថាភវរាគៈប៉ិនមូលហេតុដើមរបស់វាគឺលោភៈនឹងឯងបាទមានពាក្យច្រើនកោធៈអញ្ចឹងដែរវាមានការគុំគួនខ្លាំងឆេវឆាវខ្លាំងភ្លាមហ្នឹងអាហ្នឹងហៅថាកោធៈទៅប៉ុន្តែដើមរបស់វាគឺទោសៈឧបនាហៈហ្នឹងការចងទុកមិនមែនខឹងតែមកភ្លេងទេចងទុកគំនុំគុំគួនក្នុងចិត្តទៅហៅថាឧបនាហៈព្យាបាទៈហ្នឹងគឺគិតឲ្យគេវិនិច្ឆ័យអញ្ចឹងទៅអាហ្នឹងហៅថាព្យាបាទៈប៉ុន្តែដើមរបស់វាគឺទោសៈដដែលដូចថ្មឧទាហរណ៍ស្ករប៉ុន្តែនៅពេលដែលវាលាយជាមួយនឹងវត្ថុផ្សេងឲ្យឈ្មោះផ្សេងប៉ុន្តែដើមរបស់វាគឺបងអែមយល់តិចទៅមួយទៀតចាស់នេះខ្ញុំកណាបាសកាឈ្មោះរ៉ាដាឡុងខ្ញុំកណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងសម្ដែងពធទេសនារបស់លោកម្ចាស់ក្រោយពីបានស្ដាប់អស់រយៈពេលជាង2ឆ្នាំកន្លងមកនេះបានធ្វើឲ្យខ្ញុំកណាបានយល់ច្បាស់នៅព្រះធម៌ពិតពីមុនខ្ញុំកណាមិនដឹងទេថាព្រះធម៌សម្រាប់ព្រានប្រដៅសត្វលោកឲ្យប្រតិបត្តិសម្រាប់ជីវិតប្រចាំថ្ងៃស្មានតែព្រះធម៌សម្រាប់សូត្របណ្ដេញខ្មោចឬសូត្រឲ្យខ្មោចឥឡូវនេះយល់ច្បាស់ហើយថាព្រះធម៌គឺសម្រាប់មនុស្សរយៈពេលថ្មីនេះខ្ញុំកណាបានក្លាយជាម្ដាយធម៌របស់សាមណេរមួយអង្គតាមរយៈ comment Facebook ទៀតព្រះធម៌ទេសនារបស់លោកម្ចាស់សូមលោកម្ចាស់ប្រទានឱវាទដល់ខ្ញុំកណាផងតើខ្ញុំកណាក្នុងនាមជាម្ដាយធម៌ត្រូវប្រព្រឹត្តខ្លួនយ៉ាងណាឲ្យសមរម្យជាម្ដាយរបស់លោក